អ្នកគ្រូខ្ញុំរលូតកូនឥឡូវមួយខែជាងហើយអត់ទាន់ឃើញមកទេចាបងចង់និយាយថាបងបានរលូតកូនមួយខែហើយតែបងអត់ទាន់បានឃើញមករដូវអញ្ចឹងតាក់ទងជាមួយនឹងការមករដូវជាទូទៅមិនថាការរលូតឬក៏ការរំលូតឬក៏ការបូមសម្អាតទេគឺមួយខែឬក៏មួយខែតិចតួចបងនឹងមកវិញធម្មតាឬក៏អ្នកខ្លះឈានដល់រយៈពេល2ខែហើយម្យ៉ាងទៀតបងត្រូវដឹងថានៅពេលដែលបងរំលូតហើយបងត្រូវជ្រើសរើសយកវិធីពជាកណាត់ណាមួយដែលបងត្រូវការពីដើម្បីកុំឲ្យមានម្ដងទៀតព្រោះនៅពេលដែលរំលូតហើយនៅពេលដែលយើងនៅជាមួយគ្នាអត់បានការពារគឺងាយនឹងមានម្ដងទៀតមែនតែនហើយបើបងសួរថាមានអតិថិជនគាត់អញ្ចឹងអត់គឺមានច្រើនអ្នកដែលគាត់រំលូតហើយដល់ពេលហើយគាត់មានម្ដងទៀតគឺមានច្រើនបងដោយសារតែគាត់អត់បានប្រើប្រាស់វិធីពជាកណាត់ណាមួយអញ្ចឹងនៅពេលដែលបងរលូតហើយអញ្ចឹងគឺបងគួរតែប្រើថ្នាំពជាកណាត់ឬក៏ដាក់កងនៅក្នុងស្បូនឬក៏ដាក់កងនៅដៃស្បូននិយាយរួមទៅគឺបងត្រូវជ្រើសរើសវិធីពជាកណាត់ណាមួយដើម្បីការពារកុំឲ្យមានម្ដងទៀតព្រោះដូចខ្ញុំបញ្ជាក់មុនហ្នឹងអញ្ចឹងនៅពេលដែលយើងរំលូតហើយភ្លាមគឺយើងនឹងងាយមានម្ដងទៀតមែនតែនបើក្នុងករណីយើងនៅជាមួយគ្នាអត់បានការពារត្រឹមត្រូវហើយម្យ៉ាងទៀតអ្នកខ្លះនៅពេលដែលគាត់រំលូតហើយនឹងមានការប្រែប្រួលនៃការមករដូវវាអាចនឹងមកអត់ត្រូវខែមុនវាអាចនឹងចន្លោះពី1ខែទៅ3ខែនៅពេលដែលចាប់ពី3ខែឡើងទៅគឺបងនឹងមកសភាពរដូវមកល្អវិញធម្មតាប៉ុន្តែខ្ញុំបញ្ជាក់នេះគឺសម្រាប់អ្នកដែលគាត់សុខភាពល្អបើអ្នកដែលគាត់សុខភាពមិនល្អស្បូនខ្សោយឬក៏ស្បូនមានជំងឺអីផ្សេងគឺតាក់ទងជាមួយនឹងការធ្លាក់ឈាមការមករដូវក្រោយរំលូតហើយអាចនឹងមានការធ្លាក់ឈាមរហូតដល់1ខែពេញឬក៏ចូលដល់2ខែដោយសារតែសុខភាពគាត់អត់ល្អអញ្ចឹងបងត្រូវនាំគ្នាថែទាំសុខភាពបានល្អក៏ដូចជាអាសាទៅឆែកមើលសុខភាពស្បូនដើម្បីឲ្យដឹងថាតើស្បូនរបស់បងមានវិបត្តិអីអត់មានជំងឺអីផ្សេងចូលរាតត្បាតអត់ហើយម្យ៉ាងទៀតអ្នកដែលគាត់រលូតកូនគឺត្រូវរកអាហារណាដែលញ៉ាំទៅពៅកម្លាំងក៏ដូចជាវីតាមីនដើម្បីញ៉ាំទៅពៅកម្លាំងហើយពៅគ្រាប់ឈាមហើយជាមួយនឹងជំនួយសុខភាពស្បូនអញ្ចឹងសម្រាប់ខាងខ្ញុំក៏មានជាឈុតវីតាមីនជំនួយស្បូនក្រោយអ្នកដែលគាត់ធ្លាប់រលូតហើយឬក៏ទៅតែរលូតហើយគឺអាចប្រើបានជាឈុតវីតាមីនប្រើបានមួយឈុតហ្នឹងគឺប្រើបានមួយខែ